ai chỉ chun peni cho thêm của mẹ thế mày không thế chun thao tiếp ăn cái khăm đôi trái nàyยังตายสำหรับanh anh chơiทักษะก็ปะปะครูเอามาซะ李虎超你chỉ mới bỏ anh nhưng sao ai chẳng đi vậy con hai nhìn lò ra cha sẽ bao nhiêu dương thế bao dương chưa thiệp đó là bọc bạn thay sản mà những ai lúc này với ai bạn tư có một cái quạt đã xong sao chỉ bằng lên thứ cái chùm nút lót đi mà nút lót ai chỉ nói cho mấy phiên đi cha của quân thôi không sầm lập con xây xã tham bảo sầm lập ai chứ mà sầm lập ai thếทักษะมันต่อติดให้อยู่หนึ่งบาทนี่แต่ว่าแต่ว่าเราอยู่ในจงnè niềng à tôi cảm ơn cái tâm tế sao chỉ bằng tivi ai nói sao chỉ bằng thùng chạm mặt tâm chứ má sao chỉ bằng tivi bộ dân bài kia hay bài kia hơi sao chỉ bằng tivi miền khơi mà nút bạc trang tế khơi nhảyខ្ញុំនៅលើភ្នំគឺឃើញគេដកតែនាំយកលីចណានហើយនៅលោកស្រីទៅបាត់ហើយលោកគ្រូឲ្យយើងចេញមកគឺមកមើលសកម្មភាពរបស់បកជិញ្ជឹងមិនឲ្យពួកឯងមកជួយមនុស្សទេអ្នកណាដែលឃើញសាប់ហើយមិនជួយនោះលោកគ្រូបាននិយាយហើយត្រូវប្រញាប់ទៅហឹងសានជួបជុំគ្នាវិញអត់ទេខ្ញុំទៅរកសាច់ច្បាំងធំសិនសើប្អូនតូចមកករឿងនៅហ្វូជីនេះមិនតិចទេណាលីchẳngហើយសង្ស័យថាបកហឹងសានរបស់យើងចង់ធ្វើសត្រូវនឹងគេលោកគ្រូខឹងខ្លាំងណាស់ថែមទាំងចង់ពិន័យដល់សិស្សច្បងធំទៀតផងណាហើយយើងថាឯងកុំឲ្យលោកគ្រូបារម្ភពីឯងទៀតអីពេលនេះឆាប់ទៅជាមួយនឹងយើងទៅរួចចាំតែរកសិស្សច្បងធំទៀតណាណែថាមិនត្រូវសិស្សច្បងធំអាចទៅដល់ផឹងសានមុនយើងឲ្យឆាប់ឡើងហើយអបសោកពិតអបសោកខ្លាំងណាស់បើពេលនេះណាឯងមិនលែងមនុស្សទេឯងមិនលែងមនុស្សពួកយើងត្រូវតែប្រយុទ្ធនេះតទៅទៀតហើយឯងទៅហើយវាយមិនឈ្នះយើងទេបើសិនជាប្រយុទ្ធគ្នាខ្ញុំមិនអាចយកឈ្នះលបងបានមែនប៉ុន្តែបើអង្គុយប្រយុទ្ធគ្នាលបងធានមិនមែនជាដៃគូរបស់ខ្ញុំទេហើយនិយាយថាមិនចាលបងធានប្រហែលជាមិនដឹងទេបើប្រយុទ្ធគ្នាឈរនៅក្នុងពិភពគុណខ្ញុំប្រហែលជាមានរៀងទី98ឯណោតែបើសិនជាអង្គុយវាយគ្នាវិញខ្ញុំមានចំណាត់ថ្នាក់លេខ2ហើយចុះណាលេខ1ទៅប្រកាសជាម្ចាស់បបិសាឈ្មោះតងហ្វាំងហ្វូប៉ៃកុំនិយាយពីបបិសាកុំពីបបិសាអីបាទនិយាយក៏ចង់ស្គាល់ណាស់ដែរបាច់គុណទី2លើលោកយ៉ាងម៉េចទៅមិនបានទេបើអញ្ចឹងនោះគឺដូចជាលីងខ្ញុំមិនដើរខ្សែលើមិត្តភ័ក្ដិពេកហើយលបងលីងហូចិត្តទៅលីងសុំសរសើរស្រីដែររបស់ខ្ញុំមានក្លិនស្អុយយ៉ាងនេះមានស្អីគួរសរសើរទៅឬមួយក៏ស្អុយជាបគុណទៅទៀតហ៎អាយ៉ារបស់ធានពិតជាឆ្លៀវវៃពិតមែនរឿងរ៉ាវព្រឹកពេលខ្ញុំភ្ញាក់ពីដេកខ្ញុំតែងតែបង្គន់ខ្ញុំគឺសិតតែសាន់រុយហោះទៅហោះមកគួរឲ្យធុញខ្លាំងណាស់ហើយខ្ញុំក៏យកដាវរបស់ខ្ញុំចាក់វាពេលដំបូងខ្ញុំចាក់វាមិនត្រូវទេវាពិតជាប៉ិនកិច្ចណាស់ប៉ុន្តែយូរទៅដូចជាស្ទាត់ជំនាញគ្រាន់តែចាក់ក៏ត្រូវភ្លាមមិនយូរប្រហែលឲ្យតែខ្ញុំចេញដែរគឺខ្ញុំចាក់រុយបានដល់ទៅ4-10ឯណោះនៅពេលដែលខ្ញុំយកដាវរបស់ខ្ញុំចាក់រុយទាំងអស់នោះខ្ញុំបង្កើតបានជាស្នៀតដាវមួយយ៉ាង
នៅពេលដែលខ្ញុំប្រាស្រ័យដានេះរលើគឺខ្ញុំតែងតែអង្គុយចောင်းហោងយ៉ាងនេះឬមួយក៏ក្លិនស្អុយមិនពិបាកទ្រាំទេអរិយទុកយើងជាក្នុងប្រគុណមែនទេបងធានកុំខឹងអីបងធានកុំខឹងអីណាពេលដែលខ្ញុំហាត់វិជាគុណដានេះគឺគ្រាន់តែចង់សប្បាយតែប៉ុណ្ណោះខ្ញុំគ្មានបំណងយកវាមកប្រកួតជាមួយគេទេម្យ៉ាងវិញទៀតខ្ញុំមិនអាចយករបស់ទៅប្រៀបជាមួយនឹងសត្វដូចក្នុងមកគុណបានទេត្រូវប្រយុទ្ធគ្នាប្រយុទ្ធមុនពេលប្រកួតត្រូវតែមានលក្ខខណ្ឌសិនទើបដឹងថាអ្នកណាចាញ់អ្នកណាឈ្នះបើអ្នកណាក្រោកមុននោះគឺជាអ្នកចាញ់ល្អអ្នកណាក្រោកមុនទៅនោះចាញ់បើសិនជាអ្នកណាចាញ់ថ្ងៃក្រោយមិនត្រូវមានបំណងអាក្រក់លើដូនជីតូចទេហើយនៅពេលបានជួបលើកណាក៏ត្រូវតែហៅថាអ្នកគ្រូតូចសិស្សធានពូគង់សុំគោរពហ្វុយមិនអាចថាយើងចាញ់ហើយបើសិនជាចាញ់វិញគឺត្រូវតែនៅក្នុងបករបស់ហង្សានធ្វើជាសិស្សចៅរបស់ដូនជីទីងអ៊ីបើសិនជាមិនហ៊ានធ្វើសិស្សទេនោះមិនបែបប្រកួតទេខ្ញុំមិនអាចទទួលគេជាសិស្សទេខ្ញុំមិនចេះក្បាច់គុណហើយអ្នកគ្រូក៏មិនយល់ព្រមដែរព្រោះនៅបកហង្សានគឺសត្វតែនារីទាំងអស់មិនអាចទទួលទេដូនជីតូចចង់ខ្ញុំចាញ់ឬចង់ខ្ញុំឈ្នះសាច់ច្បាំងលីហ៊ូសាច់ច្បាំងប្រកាសជាឈ្នះសាច់ច្បាំងអង្គុយប្រយុទ្ធលេខ2នៅលើលោកនេះប្រកាសជាឈ្នះពួកយើងចាប់ផ្ដើមប្រកួតហើយឆាប់ថយឆ្ងាយទៅមានដូនជីតូចក្បាលទាំងអស់នៅចំពោះមុខយើងលេងយកចង់ប្រកាសជាចាញ់មកធានណាក្រងមុនគឺអ្នកចាញ់ខ្លាចហីធ្វើជាសិស្សរបស់ដូនជីតូចធ្វើក៏ធ្វើ